ជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំពៅម៉ៃលីងដែលជាប្រធានក្រុមទី1នៃប្រធានបទព្រៃឈើដែលមកពីវិទ្យាល័យហ៊ុនសែនអង្គស្នួរនាងខ្ញុំវ៉ុនសេលីខ្ញុំបាទភួតតៅមីនាងខ្ញុំសវណ្ណម៉ូលីណានាងខ្ញុំសាលីណាតែអ្នកទាំងអស់គ្នាដឹងទេថាដើមឈើមួយដើមមិនត្រឹមតែផ្ដោតមកលុបនឹងខ្យល់ដង្ហើមដើមមកលុបប៉ុណ្ណោះទេតែវាប្រៀបបានដូចជាម៉ាស៊ីនបូមជាតិពុលចេញពីបរិយាកាសផងដែរថ្ងៃនេះផងដែរយើងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកសិក្សាអំពីប្រធានបទព្រៃឈើដែលផ្អែកទៅលើវត្ថុបំណងពីរគឺសិក្សាប្រភេទនៃព្រៃឈើនិងការកណនាកម្រិតឧស្ម័នដែលព្រៃឈើបានស្រូបជាដំបូងយើងបានជ្រើសរើសតំបន់សិក្សានៅក្នុងកំពង់ត្រាចជាតំបន់មានព្រៃចំទាំងនេះគឺជាសម្ភារៈសម្រាប់ធ្វើការស្រាវជ្រាវមុននឹងឈានទៅដល់ការកណនាយើងត្រូវដឹងជាមុនថាតើព្រៃឈើដែលយើងកំពុងសិក្សានេះជាប្រភេទអ្វីព្រោះប្រភេទដើមឈើនៃព្រៃឈើនីមួយៗមានសមត្ថភាពស្រូបកាបូនខុសៗគ្នាដែលទីតាំងទី1ពួកយើងបានជ្រើសរើសដើមត្នោតក្នុងការសិក្សាដើម្បីដឹងអំពីកម្ពស់ដើមឈើយើងយកទៅយក1ម៉ែត្រដាក់លើស្មាដោយដាក់ដៃឲ្យត្រង់ស្មើនឹង0ដឺក្រេរួចដើរទៅមុខឬថយក្រោយឲ្យវាត្រឹមដើមត្នោតរួចសន្មត់ប្រវែងដោយវាស់ពីគល់រហូតដល់កន្លែងឈរបន្ទាប់មកយើងក៏បានកម្ពស់នៃដើមត្នោតនោះគឺវាមានកម្ពស់7ម៉ែត្របរិមាណ164ម៉ែត្ររួចធ្វើការសង្កេតឲ្យបានដឹងថាវាជាប្រភេទដើម Monocotyledon ព្រោះវាមានស្លឹកវែងជាទ្រនុងស្របហើយដើមរបស់វាមានសភាពពណ៌ត្នោតចាស់តែរបស់វាមានរាងមូលជាធ្លាយផ្កាជាកញ្ចុំទ្រវែងបន្ទាប់ពីយើងបានកំណត់អត្តសញ្ញាណរបស់វារួចមកពួកយើងក៏បានគណនាអំពីបរិមាណដែលដើមត្នោតនោះបានស្រូបកាបូនបើដឹងអំពីបរិមាណកាបូនគឺយើងត្រូវផ្អែកលើតារាងទំនាក់ទំនងនៃទំហំដើមនិងក្រឡាផ្ទៃសរុបនៃស្លឹកការគណនាយ៉ាងយកចិត្តទុកដាក់យើងបានដឹងថាដើមនេះមានបរិមាណ164សង់ទីម៉ែត្រផ្ទៃកាឡាស្លឹក700ម៉ែត្រការ៉េស្រូបកាបូន2450គីឡូក្នុងមួយឆ្នាំចូលទៅដល់ទីតាំងទី2ដែលស្ថិតនៅកណ្ដាលអាងភ្នំដែលយើងបានជ្រើសរើសដើមឈើទាលអូនដឹងទេថាហេតុអ្វីបានជាដើមឈើទាលអាចរស់នៅទីនេះបានរាប់រយឆ្នាំតាមរយៈការសង្កេតយើងឃើញថាវាជាប្រភេទ Dicotyledon មានស្លឹកធំៗនិងទ្រនុងបែកខ្នែងដូចសរសៃឈាមមនុស្សអញ្ចឹងលក្ខណៈសំខាន់របស់វាគឺវាមានឫសយ៉ាងរឹងមាំសម្បកដើមក្រាស់មានពណ៌ប្រផេះក្រមៅលក្ខណៈពិសេសនេះហើយដែលជួយធ្វើឲ្យវាមានរស្មីសំយោគបានយ៉ាងល្អបន្ទាប់ពីប្រើម៉ែត្រខ្សែវាស់កម្ពស់និងបរិមាណយើងបានដឹងថាដើមឈើទាលនេះមានកម្ពស់31.8ម៉ែត្រនិងបរិមាណ167សង់ទីម៉ែត្រផ្ទៃក្រឡាស្លឹក1000ម៉ែត្រការ៉េដែលវាបានស្រូបកាបូន3500គីឡូក្នុងមួយឆ្នាំតែយើងធ្វើដំណើរមកដល់ច្រកខាងមុខភ្នំកំពង់ត្រាចយើងប្រកាសជាប្លែកភ្នែកជាមួយនឹងរុក្ខជាតិមួយប្រភេទនោះគឺដើមស្រោតបារាំងដែលយើងចំណាំហៅថាដើមណូអែតើអ្វីដែលធ្វើឲ្យដើមស្រោតបារាំងប្លែកពីដើមឈើដទៃទៀតចូលសង្កេតមើលស្លឹករបស់វាចុះវាមានសន្តានជាម្ជុលតូចៗឆ្មាគណៈពិសេសនេះជួយឲ្យវាធន់នឹងអាកាសធាតុក្តៅហាក់ដោយវាជាប្រភេទរុក្ខជាតិពណ៌បៃតងគ្រប់រដូវកាលដែលនៅទីតាំងទី3នេះដើមស្រោតបារាំងដែលបានជ្រើសរើសនោះវាមានកម្ពស់13.8ម៉ែត្រនិងបរិមាណ147សង់ទីម៉ែត្រដោយសារស្លឹកមានរាងម្ជុលតូចៗផ្ទៃកាឡាសរុបរបស់វាអាចនឹងតិចជាងដើមឈើទាលប៉ុន្តែវាធ្វើសកម្មភាពឥតឈប់ឈរតាមការកណនាវាអាចស្រូបកាបូនប្រមាណ2450គីឡូក្នុងមួយឆ្នាំសរុបជារួមមកតាមការស្រាវជ្រាវពីទីតាំងទី1រហូតដល់ទីតាំងទី3ព្រៃឈើចម្រុះនៅទីនេះមានតួនាទីជាសួតដ៏សំខាន់ដែលមិនត្រឹមតែផ្ដល់មូលប៉ុណ្ណោះទេប៉ុន្តែវាបានដើរតួជាម៉ាស៊ីនចម្រោះជាតិពុលយ៉ាងសកម្មរីឯការដឹងពីបរិមាណកាបូនដែលដើមឈើនីមួយៗបានស្រូបយកបានជួយឲ្យយើងយល់ច្បាស់ពីតម្លៃសេដ្ឋកិច្ចនិងបរិស្ថានរបស់ដើមឈើនៅក្នុងស្រុកដូចជាដើមត្នោតនិងឈើទាលជាដើមការសិក្សានេះបង្ហាញឲ្យឃើញថាការដាំដើមឈើមួយដើមគឺជាការបន្ថែមដង្ហើមមួយជាកិច្ចបញ្ចប់នៃកិច្ចការស្រាវជ្រាវស្ដីពីប្រធានបទព្រៃឈើនៅក្នុងកំពង់ត្រាចនេះយើងខ្ញុំសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវិទ្យាល័យហ៊ុនសែនអង្គស្នួរដែលបានផ្ដល់ឱកាសនិងគាំទ្រដល់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវជាស្ដែងដើម្បីផ្សារភ្ជាប់ទ្រឹស្ដីក្នុងមេរៀនទៅនឹងការអនុវត្តផ្ទាល់សូមអរគុណដល់ក្លឹបធរណីវិទ្យាដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការផ្ដល់បច្ចេកទេសនិងវិធីសាស្ត្រក្នុងដំណើរការស្រាវជ្រាវជាចុងក្រោយសូមអរគុណដល់លោកគ្រូអ្នកគ្រូដឹកនាំដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការតម្រង់ទិសដៅដ៏មានល្អៗរហូតដល់ក្រុមយើងខ្ញុំសម្រេចនៅលទ្ធផលជាផ្លូវការនេះ